ហើយឥឡូវខ្ញុំគិតថាខ្ញុំមានសំណាងឯងដែលបានមកលេងអង្គរវត្តយេពេលនេះខ្ញុំបានមកលេងអង្គរវត្តហើយក្តីសម័យខ្ញុំមានមួយក្នុងដំណើរកំសាន្តទាំងអស់ដែលខ្ញុំចង់ទៅគឺខ្ញុំចង់មកដំណើរកំសាន្តនៅអង្គរវត្តតែជាក់ស្ដែងទៅកាលពីឆ្នាំ2021ខ្ញុំបានមកម្ដងដែរកាលហ្នឹងផ្ទុះកូវីដហើយខ្ញុំជាប់ខំ14ថ្ងៃឡើង2ដងហើយអត់បានមកលេងទេបានដើរតែចូលច្រកចូលហើយគឺអត់បានចូលតែម្ដងគឺមេឃភ្លៀងនិយាយរួមទៅបានមកតែអត់បានចូលលេងនៅអង្គរវត្តហ្នឹងទេហើយបើនិយាយរួមទៅតាំងពីខ្ញុំពីតូចដល់ធំរហូតដល់កាលឆ្នាំ2021ហ្នឹងអត់បានចូលម្ដងហើយមករាប់ដល់ឥឡូវខ្ញុំអាយុកាន់តែច្រើនទៀតហើយត្រូវអត់20ជាងឆ្នាំហីខ្ញុំឡើងឯងឮចាស់ចាស់គាត់និយាយមួយទៀតថាអ្នកអត់មានសំណាងគឺអត់បានមកលេងអង្គរវត្តទេទោះបីជានៅចិត្តយ៉ាងណាក៏ដោយគិតមើលសៀមរាបបាត់ដំបងចិត្តនេះនឹងហើយយាយតាខ្ញុំក៏នៅនេះតែសំខាន់បានមកសៀមរាបហើយគឺអត់ដែរបានមកលេងអង្គរវត្តតែម្ដងហើយឥឡូវខ្ញុំគិតថាខ្ញុំមានសំណាងឯងដែលបានមកលេងអង្គរវត្តហើយរួមទៅក៏អរគុណដល់ខាងសហគ្រាស JMLA ដែរអរគុណតាបានមកតាំងពីពណ៌នៅហ្នឹងហើយខ្ញុំធ្វើការនៅហ្នឹងបើអត់មានការតាំងពីពណ៌នៅនេះគឺខ្ញុំអត់បានមកដែរនិយាយរួមទៅបានសហគ្រាស JMLA ហ្មងដែរគាត់ជួយក្នុងដំណើរកម្សាន្តនេះដែរ Yes ជាចុងក្រោយក៏សូមអរគុណដល់ខាងសហគ្រាស JMLA ដែលបានជួយ sponsor ឲ្យខ្ញុំបានចូលរួមដំណើរកម្សាន្តមកខាងខេត្តសៀមរាបនេះហើយអញ្ចឹងបងប្អូនណាដែលអត់ទាន់បានសម្រេចក្តីសម័យដូចខ្ញុំអត់ទាន់បានមកលេងសៀមរាបដូចខ្ញុំអញ្ចឹងតាដើរលេងមួយខ្ញុំទាំងអស់គ្នាតាអ្នកទាំងអស់គ្នាបើនិយាយរួមទៅពេលដែលខ្ញុំធ្វើដំណើរកំសាន្តទៅណាមកណាឬក៏ទៅផ្លូវឆ្ងាយអីខ្ញុំមិនដែរភ្លេចជំនួយការពិសេសរបស់ខ្ញុំទេជំនួយខ្ញុំប្រាប់នេះណាំវ៉ាខ្ញុំយកដាក់តាមខ្លួនរហូតហ្នឹងជាធម្មតាពេលខ្ញុំដើរលេងខ្ញុំចូលចាស់ញ៉ាំប្រភេទអំបិលម្ទេសរបស់ជូរហឹរផ្អាប់អីហ្នឹងគឺខ្ញុំញ៉ាំហើយយប់ឡើងខ្ញុំគេងអត់លក់អីស្រាប់រសល់ហើយឈឺពោះទៀតចឹងហើយបើសិនជាខ្ញុំបានយកវាមកតាមខ្លួនគឺខ្ញុំអាចឆុងញ៉ាំភ្លាមមុនពេលឬក្រោយពេលដែលខ្ញុំញ៉ាំអាហារទាំងអស់ហ្នឹងចឹងហើយខ្ញុំអត់ហត់បារម្ភទេនៅពេលដែលខ្ញុំញ៉ាំរបស់ដែរហិលទាំងអស់ហ្នឹងព្រោះធម្មតាខ្ញុំមិនអាចទប់អារម្មណ៍ខ្លួនឯងបានទេរបស់ហ្នឹងឆ្ងាញ់ខ្លាំងណាស់